បាទជំរាបសួរបងប្អូនទាំងអស់គ្នានេះជាសកម្មភាពផ្លាស់ប្ដូរទឹកកង្កែបហើយកែបយើងមានសុខភាពល្អមែនទែនហើយក៏ទំហំវាក៏ធំហើយហ្នឹងហើយចិត្តបានហូបហើយបងប្អូននេះប៉ុណ្ណេះហើយសល់កន្លះខែទៀតហ្នឹងចេញជាសាច់ទេបងប្អូនអញ្ចឹងយើងទំហំយើងទូចយើងក៏អាចចំបានដែរទីតាំងយើងទូចប្រហែល1ម៉ែត្រ2ការ៉េ3ការ៉េក៏យើងអាចចំបាន3ទៅ400កូននេះដែរហ្នឹងហើយ200កូននេះចឹងទៅនេះហើយយើងចាំចឹងងាយស្រួលមែនតើផ្លោះដោទឹកក៏ងាយស្រួលហើយវាការគ្រប់គ្រងរបស់យើងក៏ស្រួលដែរហ្នឹងហើយมันជាបញ្ហាទេហើយយើងមានបច្ចេកទេសខ្លះៗទៅការសម្អាតឬក៏ការផ្ដល់ចំណីយើងមានផ្ដល់នៅថ្នាំជំនួយខ្លះទៅប្រភេទវីតាមីន ADE អីចឹងទៅហើយក៏មានថ្នាំបង្ការខ្លះទៅកុំឲ្យមានបញ្ហាបាត់បង់កាលណាវាបាត់បង់ធ្វើឲ្យយើងខាតបង់ច្រើនជំងឺក៏វាមានដែរបងប្អូនមិនថាកង្កែបសត្វណាក៏ដោយតែតែមានជំងឺប៉ុន្តែដល់ពេលយើងដឹងជំងឺច្បាស់លាស់គឺយើងឃើញថាវាអត់មានបញ្ហាទេចំពោះជំងឺគាត់ថាយើងឃើញថាកែបនោះមានបញ្ហាអីគឺយើងដឹងតែម្ដងហ្នឹងហើយយើងដឹងគាត់ថាយើងដឹងក៏មិនដឹង 100% ហ្នឹងដែរសំខាន់ជំងឺវាមានការវិវត្តរបស់វាដែរអញ្ចឹងណាមេរោគណានេះកែបធំហើយល្អសុខភាពវាល្អហើយនេះធំលឿនណាបងប្អូនធំលឿនអាយុវាទៅ2ខែកន្លះទេដល់2ខែកន្លះមិនដឹងហ្នឹងហើយតើឆែកមើលសភើនេះខ្មៅគ្រប់គេណាខ្មៅគ្រប់គេហើយទៀតពណ៌អានេះលឿនចេះដឹងឈ្មោះបងប្អូននេះជាដែលយើងមើលស្គាល់ឈ្មោះញីយើងមើលនេះហ្នឹងបងនេះមើលថងសម្លេងរបស់វានេះថងសម្លេង2សងខាងនេះមួយ2សងខាងហើយបើមេវិញគឺអត់មានថងសម្លេងទេអត់មានថងសម្លេងទេស្អាតនេះស្អាតចេះហ៎ថងសម្លេងសងខាងណាហ្នឹងហើយអញ្ចឹងឈ្មោះអានេះអាយុតន់យល់ទៅអាយុប៉ុណ្ណឹងយើងមិនទាន់បានឃើញថាវាច្បាស់លាស់ 100% ទេវាតតែអាយុវាចូល3ខែ4ខែអាហ្នឹងដឹងច្បាស់នេះអានេះ2ខែវា2ខែកន្លះវាឃើញបដាយើងសម្គាល់វាសម្គាល់ញីឈ្មោះណានេះអីឈ្មោះនេះយើងសម្គាល់ចាប់បានបដាអានេះអីមេទេមេមិនដឹងឈ្មោះឈ្មោះសួរនេះយើងអត់ដឹងឃើញអត់អានេះវាអាចនឹងឈ្មោះឬក៏មេយើងអត់ទាន់ដឹងទេតើទំហំវារឿងធំបន្តិចបានយើងយល់ដឹងហើយនេះយំឬងាត់តិចទេបងប្អូនទំហំប៉ុណ្ណេះអាយុវាប៉ុណ្ណឹងវាអត់ទាន់យំខ្លាំងទេស្រួលយើងធ្វើទីតាំងទូចចេះយើងចំត្រឹមតែលក្ខណៈគ្រួសារចំមកលេងណាដាក់2ការ៉េ3ការ៉េទៅយើងចំយកបទពិសោធន៍ 400-500 កូនចំលេងពេលណាមានជំងឺអីអាចតាក់ទងសួរខ្ញុំបានអញ្ចឹងណាពាក់ព័ន្ធជាមួយជំងឺវាបញ្ហាអីហើមពោះឬក៏មានជំងឺឡើងបាយរោស្បែកលាកស្បែកលាកអីហ្នឹងហើយទឹកចូលស្បែកទឹកអីហ្នឹងយើងមានថ្នាំព្យាបាលហ្នឹងហើយព្យាបាលកុំឲ្យវាមានបញ្ហាហើយថ្នាំព្យាបាលហ្នឹងវាមានច្រើនធឺទៀតយើងដាក់មួយមុខទៅមួយមុខពីរមុខ3មុខវាសំខាន់លើយើងព្យាបាលយើងមើលតាមដំណាក់កាលវាប៉ុន្តែប្រភេទអាលៀកស្បែកលាកអីហ្នឹងវាមិនសូវជាឈឺងាប់អីប្រហែលទេបើជំងឺដែលងាប់ខ្លាំងជាងគេគឺប្រភេទជំងឺដែលមានរាងកសាគូតហើមពោះភ្នែកឡើងបាយអានេះជំងឺសាហាវហ្នឹងហើយសាហាវបើយើងមិនរកថ្នាំព្យាបាលតាន់ពេលទេគឺវាអាចនឹងមានបញ្ហាងាប់សឹងតែទាំងអស់ដែរអញ្ចឹងណាអាហ្នឹងវាអញ្ចឹងតើតើយើងមានអ្នកជំនាញជួយពិគ្រោះអញ្ចឹងទៅក៏វាមិនសូវអីនេះហើយទំហំវាធំលឿនហើយខ្ញុំសង្កេតមើលឃើញថាធំលឿនបងប្អូនចង់ធំលឿនតើតើយើងប្រើប្រភេទថ្នាំជំនួយណាក៏ពិតអាហ្នឹងមិនជាថ្នាំទេហ្នឹងគេហៅវីតាមីនណាវីតាមីនជួយវីតាមីនជំនួយហ្នឹងហើយបើយើងប្រើថ្នាំតើតើយើងឃើញថាចំកែបយើងហ្នឹងមានជំងឺហើយមួយទៀតយើងប្រើថ្នាំបង្ការកុំឲ្យវាមានជំងឺនៅពេលណាមួយអញ្ចឹងណាយើងជៀសវាងក្នុងការមានជំងឺវាធ្វើឲ្យយើងបាត់បង់អញ្ចឹងវាខាតអញ្ចឹងយើងបង្ការវាមួយអាទិត្យយើងឲ្យវាស៊ីតែ3 ដង 2 ដង 3 ដងអញ្ចឹងទៅវាបង្ការកុំឲ្យមាន
មេរោគអីចូលមកខ្លួនអូវាអញ្ចឹងណាអានឹងក៏ល្អដែរហើយអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ